Bàជំរាបសួរបងប្អូនទាំងអស់គ្នាវីដេអូនេះចង់និយាយអំពីចុងរដូវកាលនៃការបង្កាត់កង្កែបរបស់យើងឥឡូវនេះតាមកសិដ្ឋានភាគច្រើនគឺយើងបានបិទវគ្គក្នុងការបង្កាត់ហើយដោយសារតែយើងតាមកន្លែងខ្លះយើងធ្វើបានតិចតួចអញ្ចឹងណាចឹងមួយទៀតក៏យើងពិបាកនៅក្នុងការបង្កាត់ដែរបើទោះបីជាមេនៅមានពងខ្លះក៏ប៉ុន្តែជួនកាលអាចឈ្មោលវាអត់អោបអញ្ចឹងអត្រានៃការបង្កាត់របស់យើងក៏អត់សូវបានលទ្ធផលល្អដែរហើយមួយទៀតចង់ផ្ដាំទៅអ្នកដែលគាត់ទៅចាប់ផ្ដើមចិញ្ចឹមនៅក្នុងរដូវកាលនេះសម្រាប់ដៃថ្មីខ្ញុំគិតថាវាមិនសូវល្អប្រហែលទេបើសិនជាអាចខ្ញុំគិតថាគួរតែចាំដើមនៅដើមឆ្នាំក្រោយទៅហើយបើសិនជាអត់ខ្លាចខាតពេលអានឹងខ្ញុំអត់ហ៊ានបង្ខំទេក៏ប៉ុន្តែខ្ញុំគិតថារដូវកាលនេះទី1វាត្រជាក់ខ្លាំងហើយវាមិនតន់ត្រជាក់ខ្លាំងប្រហែលទេក៏ប៉ុន្តែវាអាចថាប្រវត្តិជាងដើមឆ្នាំអញ្ចឹងបើសិនជាចាំតលទៅដើមឆ្នាំក្រោយវាអត្រាវាគង់វង្សវាខ្ពស់ហើយនៅចុងរដូវអញ្ចេះអត្រាបាត់បង់វាច្រើនហើយណាមួយកាលណាយើងអត់ដឹងពីសុខទុក្ខរបស់វាពេលដែលវាឈឺទៅទី1វាឈឺញឹកអញ្ចឹងធ្វើឲ្យយើងថ្មីយើងអត់ដែលស្គាល់ពីសុខទុក្ខពេលដែលវាចាប់ដើមឈឺអញ្ចឹងវាអាចនឹងបាត់បង់ច្រើនហើយតែបើសិនជាយើងបានចិញ្ចឹមម្ដងឬក៏ពីរដងហើយពួកនេះគឺវាមិនប្រវាក់ប្រហែលទេមានអ្នកខ្លះគាត់ថាចិញ្ចឹមខែហ្នឹងទៅពេលដែលយើងលក់ចេញទៅវាបានថ្លៃប៉ុន្តែបើសម្រាប់ខ្ញុំគិតថាវាមិនខុសគ្នាប្រហែលទេព្រោះវាលក់បានថ្លៃប៉ុន្តែការដែលយើងចិញ្ចឹមក៏វាលូតលាស់យឺតដែរសម្រាប់ខែហ្នឹងវាត្រជាក់ខ្លាំងវាមានភ្លៀងអញ្ចឹងធ្វើឲ្យកែបយើងវាអន់ចំណីដែរហើយមួយទៀតវាអាចនឹងឆ្លងជំងឺមកច្រើនហើយបើខ្ញុំទូទាត់ខ្ញុំផាត់ទៅវាលើសគ្នាក៏វាមិនលើសប្រហែលដែរថ្ងៃហ្នឹងមានភ្ញៀវម្នាក់គាត់បានទេមកខ្ញុំហើយគាត់ចង់បានកូន 15000 គ្រាប់ហើយដល់ពេលខ្ញុំសួរគាត់ទៅគាត់ថាគាត់អត់ដែលចិញ្ចឹមទេហើយគាត់អត់ដែលមានបទពិសោធន៍ចិញ្ចឹមទេប៉ុន្តែគាត់ចង់ដាក់ច្រើនដោយសារតែគាត់ឃើញសន្ទុះឆ្នាំហ្នឹងកង្កែបមានសន្ទុះខ្លាំងអញ្ចឹងហើយខ្ញុំក៏បានផ្ដល់យោបល់ឲ្យគាត់ដែរថាបើសិនជាដៃថ្មីអត់ដែលទេគួរតែដាក់ត្រឹម2-3000អីហ្នឹងសិនទៅប្រហែលជាមួយខែព្រោះហ្នឹងវាមួយខែកន្លះអីហ្នឹងវាបានចាប់ខ្លះហើយមួយខែកន្លះ2ខែហ្នឹងវាបានចាប់ហើយអញ្ចឹងឲ្យគាត់ចិញ្ចឹមបានប្រហែលជាមួយខែអីសិនទៅចាំដាក់2-3000ទៀតឬក៏ចង់ដាក់ច្រើនបន្តិចក៏បានដែរអញ្ចឹងណាដើម្បីយើងចិញ្ចឹមឲ្យបានម្ដងពីរដងដើម្បីឲ្យដឹងពីសុខទុក្ខវាខ្លះចាំយើងដាក់ច្រើនអាហ្នឹងវាមិនសូវបញ្ហាបើយើងចាប់ផ្ដើមដាក់ច្រើនបើមានបញ្ហាហ្នឹងធ្វើឲ្យយើងស្បត់មកធ្វើឲ្យយើងរៀងចាលសឹងតែមួយជីវិតហ្នឹងយើងលែងចង់ដាក់ហើយរហូតដល់ 15000 គ្រាប់នេះវាច្រើនអញ្ចឹងចំណុចត្រង់កន្លែងហ្នឹងខ្ញុំសូមផ្ដាំទៅអ្នកលក់ផងដែរថាមុនយើងលក់ឲ្យគាត់យើងសូមយើងគិតគូរពីបញ្ហារបស់គាត់កន្លែងចំណុចហ្នឹងផងជួនកាលមិនប្រកាសថាយើងមានលុយហើយយើងធ្វើគាត់ដាក់ទៅបានជោគជ័យណាអញ្ចឹងយើងគួរតែផ្ដល់យោបល់ប្រាប់គាត់ត្រង់ចំណុចហ្នឹងទៅព្រោះយើងដឹងហើយថាពេលគាត់ទិញយើងហ្នឹងយើងបានលុយក៏ប៉ុន្តែបើសិនតែគាត់យកទៅមានបញ្ហាហើយមានបញ្ហាធំទៀតมันប្រកាសថាយើងនៅតែអាចរកស៊ីជាមួយគាត់បានរហូតទេណាអញ្ចឹងចំណុចហ្នឹងមិនមែនមានន័យថាខ្ញុំល្អជាងគេឬក៏ខ្ញុំអីជាងគេអីទេប៉ុន្តែគ្រាន់ថាយើងក៏ធ្លាប់ឃើញដែរមានអ្នកដែលចេះតែលក់ទៅអញ្ចឹងណាវីដេអូនេះវារៀងដូចវែងគួរសមដែរហើយអញ្ចឹងអត់មានអីទេមានតែផ្ដាំទៅអ្នកដៃថ្មីថា
បើសិនជាចង់ចាប់ផ្ដើមគួរតែចាប់ផ្ដើមនៅដើមឆ្នាំក្រោយទៅវាល្អអញ្ចឹងមានតែប៉ុណ្្នឹងទេហើយយើងនឹងជួបគ្នានៅវីដេអូក្រោយៗទៀតនិយាយអំពីវិធីសាស្ត្រនិងបច្ចេកទេសចិញ្ចឹមកើត